ការធ្វើទានណាការចែកម្លែកសេចក្តីស្រឡាញ់ជួយសង្គ្រោះឬក៏ថ្វាយទានដល់ព្រះសង្ឃអ្នកមានសិលហ្នឹងយើងមើលពីក្រៅទៅដូចថាវាអស់ទ្រពអស់របស់សម្រាប់មនុស្សកំណាញ់ហ្នឹងមិនងាយចង់ធ្វើទេពីព្រោះទ្រពហ្នឹងវាពិបាករកហើយអញ្ចឹងដូចខ្លាចអស់ដល់ខ្លាចអស់រៀងស្វិតមកសម្រាប់អ្នកដែលមានសទ្ធាមានបញ្ញាលោកពិចារណាថាយើងរៀនចែកម្លែកសេចក្តីស្រឡាញ់ឲ្យអ្នកដទៃជាការជួយខ្លួនឯងឲ្យបានសប្បាយចិត្តណាហើយឈ្មោះតែជាមនុស្សធម៌ផងឈ្មោះថាជាការដាំពូជសម្រាប់រស៊ីធូផងអានឹងនៅក្នុងន័យកម្មផលសម្រាប់មនុស្សកំណាញ់គិតតែពីខ្លួនឯងគិតតែពីគ្រួសារឯងរហូតដល់អ្នកខ្លះមិនទាំងហ៊ានចាំម៉ែចាំឪផងស្មូទៅអាហ្នឹងវាចង្អៀតបើនិយាយនៅក្នុងបុណ្យកុសលវិញទ្វាបុណ្យហ្នឹងទូចាស់អញ្ចឹងទៅមុខទៅក្រោយរស់ស៊ីមិនងាយឡើងទេនៅក្នុងន័យមួយក្នុងន័យពីរជាមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯងមានលោភៈច្រើនជាប់ជំពាក់អញ្ចឹងវាចង្អៀតវាស្តប់ប្រមល់វាតឹងហើយលោភៈជាប់ជំពាក់ច្រើនពេលបាត់ពេលបង់ទៅក៏កើតទុក្ខក៏ច្រើនដែរអញ្ចឹងបានបារមីដែលនាំឲ្យបានត្រាស់ដឹងជាពុទ្ធដំបូងគេគឺទានបារមីការចែកម្លែកសេចក្តីសុខតើខ្លួនដើម្បីបានជាប្រយោជន៍ដល់អ្នកដទៃចែកម្លែកទ្រព្យធនដែលមាននឹងជាប្រយោជន៍ដល់មេដាបេដាអ្នកមានសិលអ្នកមានគុណធម៌ឬក៏ជួយសង្គ្រោះដល់មនុស្សសត្វទាំងឡាយពេលឃើញគេបានសុខដោយសារទ្រព្យដែលយើងចែកជូនទៅយើងតែហ្នឹងជនជាសប្បុរសហ្នឹងសបាយអូឃើញគេសុខទៅសបាយរីករាយអាហ្នឹងវាផ្ទុយពីអ្នកដែលកំណាញ់ហ្នឹងស្មូទៅជាអកុសលមច្ឆរិយៈហ្នឹងអញ្ចឹងក្នុងចិត្តហ្នឹងវាអត់រីកអត់ស្រស់ទេអ្នកដែលមានសន្តានចិត្តល្អអញ្ចឹងស្រស់ស្រាយសបាយតាំងពីរស់រហូតដល់ពេលគៀកនឹងស្លាប់ហ្នឹងក៏សបាយទៅនឹកឃើញថាទ្របគង់តែលះអស់ចោលទៅដដែលទេប៉ុន្តែអញបានប្រើប្រាស់ទ្របតែខ្លួនឯងមានហ្នឹងដើម្បីជាប្រយោជន៍ចាំម៉ែចាំឪហ្នឹងក៏បានបន់ជួយសង្គ្រោះដល់បងប្អូនហ្នឹងក៏បានបន់ហើយចែករំលែកដល់អ្នកដែលក្រខ្សត់ហ្នឹងក៏បានបន់ធ្វើទានចំពោះអ្នកមានសិលមានប្រសង់ជាដើមហ្នឹងក៏ជាចំណែកនៃបន់អញ្ចឹងអញបានធ្វើល្អហើយអញ្ចឹងជីវិតហ្នឹងត្រូវបាត់បង់ទៅក៏បាត់ទៅមិនជាប់ជំពាក់ខ្លាំងទេអាហ្នឹងអារម្មណ៍ចិត្តនៅពេលដែលចិត្តមរណកាលផ្ទុយទៅវិញអ្នកដែលមានកំណាញ់ស្មូច្រើនហ្នឹងវាជាប់ជំពាក់អានេះបោះអញអានោះបោះអញអានេះផ្ទះអញអានេះម៉ូតូអញដល់ចឹងវារវើរវាយកើតទៅជាចិត្តដែលមិនស្ងប់រងាប់ធ្វើមរណកាលទៅទុក្ខតិទៅក្នុងអបាយភូមិហើយចិត្តកំណាញ់គិតតែពីខ្លួនឯងហ្នឹងវាជាឧបនិស្ស័យនៃការចំណែននិន្ទាឈ្នានីសមិនសប្បាយចិត្តនឹងគេមាននឹងគេបានហើយជាប់ជំពាក់វល់គិតខ្លាចអានេះយករបស់អញអានោះយករបស់អញចឹងទៅវាវល់ជាប់ជំពាក់ច្រើនរវើរវាយច្រើនក្នុងបច្ចុប្បន្នហ្នឹងក៏មិនបានសុខដែរអញ្ចឹងយើងរៀនចែកម្លែកទ្រព្យដែលរកបានដោយសមាជីវោសบายចិត្តនឹងអ្វីដែលយើងអាចរកបានបើគេមានជាងយើងក៏យើងត្រេកអរទៅហើយយើងមិនប្រកាសថាយើងអាចផឹងទៅវាស្រាប់ទៅបានមានដូចគេឬក៏មានលើសគេដែរវាតាមកម្លាំងបនរៀងខ្លួនទេផឹងប្រែងនៅតែផឹងប្រែងប៉ុន្តែសម្ពាយបនមនុស្សហ្នឹងមិនដូចគ្នាទេបើយើងមាន
បនច្រើនធ្លាប់ធ្វើទៀនច្រើនមករស់ស៊ីក៏ងាយតែយើងមិនសូវបានធ្វើបនច្រើនមិនសូវបានចែកទៀនច្រើនទេចិត្តរៀងស្វិតស្មូហ្នឹងរស់ស៊ីមិនងាយឡើងទេបើយើងរកបានមកយើងសប្បាយចិត្តនឹងអ្វីដែលយើងមានសមត្ថភាពអាចរកបានហើយរៀនចែករំលែកទៅពីព្រោះចុងក្រោយទៅវាអត់មានអ្នកណាយកអីទៅបានទេវាទៅទេទាំងអស់តែគ្នាទេមានបណ្ណាក៏ទៅដៃទៅទេដែរអញ្ចឹងឆ្នៃទ្របដែលប្រឹងរកបានហ្នឹងឲ្យជាបុណ្យកុសលជាសម្ពាយខាងក្នុងនៅក្នុងធម៌លោកហៅថាជាអរិយទ្របប៉ុន្តែគួរជំរាបជូនញាតិញោមដែរថាការធ្វើទានតែមួយមុខมันអាចជួយឲ្យយើងបានសេចក្តីសុខផ្លូវចិត្តទាំងស្រុងទេអ្នកខ្លះតើអូនតែទាំងខ្ញុំជួយគេច្រើនណាស់មិនបានជួបតែរឿងមិនល្អអញ្ចឹងមិនគួរនៅតែពិបាកអញ្ចឹងការធ្វើទានវាជាថ្នាំព្យាបាលចិត្តកំណាញ់ជាប់ជំពាក់ប៉ុន្តែការមូម៉ៅពិបាកចិត្តវាត្រូវការពធថ្នាក់ខ្ពស់សតិបញ្ញាស្មារតីមកជួយបង្ក្រាបទើបសេចក្តីទុក្ខហ្នឹងវាស្ងប់រងាប់ពីចិត្តទៅអញ្ចឹងធ្វើទានផងរក្សាសិលមិនទៅបៀតបៀនអ្នកដទៃផងចម្រើនបញ្ញាស្មារតីធ្វើសមាធិអប់រំចិត្តផងទើបចិត្តហ្នឹងបានស្ងប់ធ្វើទានតែមួយមុខមិនអាចធានាសេចក្តីសុខផ្លូវចិត្តបានទេត្រូវឆ្លៀតលេបថ្នាំផ្សេងទៀតព្យាបាលជំងឺផ្លូវចិត្តផ្សេងទៀតទើបអាចជីវិតហ្នឹងបានស្ងប់រងាប់បាន